មូលហេតុដែលតម្លៃមាសកំពុងងាកចេញពីច្បាប់ប្រពៃណីនៃទីផ្សារហិរញ្ញវត្ថុតម្លៃមាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងដំណាក់កាលពិសេសមួយដែលច្បាប់ប្រពៃណីនៃទីផ្សារហិរញ្ញវត្ថុហាក់បីដូចជាលែងដំណើរការដូចពីមុនទៀតហើយព្រឹត្តិការណ៍នាថ្ងៃទី22-23 ខែមីនាឆ្នាំ2026បានបង្ហាញថានៅពេលដែលចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើងជំនួសឲ្យការកើនឡើងដោយការរំពឹងទុកជាប្រវត្តិសាស្ត្រតម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងយោងតាមការវិភាគនាថ្ងៃទី23ខែមីនាឆ្នាំ2026តម្លៃមាសពិភពលោកបានធ្លាក់ចុះជិត 10% ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល14ឆ្នាំការធ្លាក់ចុះនៃតម្លៃមាសនេះបានបង្កើតភាពផ្ទុយគ្នាយ៉ាងច្បាស់មួយកត្តាពីមុនត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញនៅពីក្រោយនៃការកើនឡើងនៃតម្លៃមាសលែងមានផលប៉ះពាល់ដូចគ្នាទៀតហើយហេតុផលសំខាន់បំផុតសម្រាប់ការបដិខ្លួននេះគឺជាទូនាទីផ្លាស់ប្ដូររបស់ប្រាក់ដុល្លារអាមេរិកដោយសារប្រាក់ដុល្លារអាមេរិកកាន់តែក្លាយជាទ្រព្យសកម្មដែលមានសុវត្ថិភាពជំនួសមាសក្នុងចំណោមចំនួននៅមជ្ឈមបូព៌ាលំហូរមូលធនសកលមិនបានចូលរួមនៅក្នុងមាសទេប៉ុន្តែផ្ទុយទៅវិញផ្ដោតលើប្រាក់ដុល្លារអាមេរិកដែលធ្វើឲ្យវាឡើងថ្លៃយ៉ាងខ្លាំងយោងតាមការវិភាគនៅថ្ងៃទី23មីនាឆ្នាំ2026នេះផងដែរកម្លាំងរបស់ប្រាក់ដុល្លារអាមេរិកគឺជាកត្តាចម្បងដែលបណ្ដាលឲ្យមាសចុះខ្សោយនៅក្នុងខែមីនាឆ្នាំ2026នេះកើតឡើងពីការពិតដែលថាសហរដ្ឋអាមេរិកមិនសូវរងផលប៉ះពាល់អវិជ្ជមានពីការកើនឡើងនៃតម្លៃប្រេងបើប្រៀបធៀបទៅនឹងអឺរ៉ុបនិងអាស៊ីហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាអ្នកនាំចេញថាមពលទៀតផងនៅពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃមាសទ្រព្យសកម្មដែលមានតម្លៃជាប្រាក់ដុល្លារអាមេរិកកាន់តែថ្លៃសម្រាប់វិនិយោគិនអន្តរជាតិដោយហេតុនេះកាត់បន្ថយតម្រូវការផ្លាស់ប្ដូរនេះនាំឲ្យមានច្បាប់ទីផ្សារថ្មីមួយក្នុងកំឡុងពេលមានវិបត្តិលំហូរមូលធនផ្ដល់អាទិភាពដល់ប្រាក់ដុល្លារអាមេរិកជាងមាសដែលធ្វើឲ្យទូនាទីមានសុវត្ថិភាពប្រពៃណីរបស់មាសចុះខ្សោយយ៉ាងខ្លាំងលើសពីនេះបរិយាកាសអត្រាការប្រាក់ខ្ពស់ក៏ជាកត្តាសំខាន់មួយដែលជះឥទ្ធិពលដល់ឥរិយាបថនៃទីផ្សារមាសផងដែរក្នុងចំណោមសង្គ្រាមដែលបណ្ដាលឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងហានិភ័យនៃអតិផរណាឡើងវិញបាននាំឲ្យធនាគារកណ្ដាលពិសេសធនាគារកណ្ដាលសហព័ន្ធអាមេរិក FED រក្សាជំហរគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅថ្ងៃទី23មិនិនាទីភ្នាក់ងារសារព័ត៌មានអន្តរអង់គ្លេស Reuters បានលើកឡើងថាសម្ពាធអតិផរណាពីការកើនឡើងនៃតម្លៃថាមពលបានបណ្ដាលឲ្យវិនិយោគិនបោះបង់ចោលការរំពឹងទុកនៃការបន្ធូរបន្ថយរូបិយប័ណ្ណវត្ថុសកលហើយជំនួសមកវិញរំពឹងថានឹងមានដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើនសូម្បីតែធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក Donald Trump ទំនងជាមិនកាត់បន្ថយអត្រាការប្រាក់នោះទេផ្ទុយទៅវិញការរំពឹងទុកនៃការកាត់បន្ថយចំណុចមូលដ្ឋាន50នៅឆ្នាំនេះភាគច្រើនបានបាត់ទៅហើយថែមទាំងមានឥទ្ធិពលតិចតួចដែលជំហានបន្ទាប់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចជាការដំឡើងអត្រាការប្រាក់នៅក្នុងទស្សនវិស័យអត្រាការប្រាក់បែបនេះតម្លៃមាសស្ថិតនៅក្រោមសម្ពាធដោយផ្ទាល់នេះអាចត្រូវបានពន្យល់ដោយគោលការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានមាសមិនបង្កើតទិន្នផលទេដូច្នេះនៅពេលដែលអត្រាការប្រាក់កើនឡើងថ្លៃដើមឱកាសនៃការកាន់កាប់មាសក៏កើនឡើងផងដែរបន្ទាប់មកវិនិយោគិនមានទំនោរផ្លាស់ប្ដូរទៅទ្រព្យសកម្មដែលបង្កើនទិន្នផលដូចជាមូលបត្ររដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកាត់បន្ថយតម្រូវការមាសដូច្នេះខណៈពេលដែលមាសពីមុនត្រូវបានចាត់ទុកជាទ្រព្យសកម្មដែលមានសុវត្ថិភាពដាច់ខាតឥឡូវនេះវាកំពុងប្រកួតប្រជែងដោយផ្ទាល់
ជាមួយឧបករណ៍ហិរញ្ញវត្ថុដែលមានទិន្នផលខ្ពស់ជាងកត្តាមួយទៀតដែលរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃមាសក្នុងកំឡុងពេលវិបត្តិគឺការផ្លាស់ប្ដូរឥរិយាបថសាច់ប្រាក់របស់វិនិយោគិនក្នុងកំឡុងពេលដែលមានការប្រែប្រួលខ្ពស់ជំនួសឲ្យការទិញមាសដើម្បីការពារហានិភ័យនិងវិនិយោគិនបានលក់មាសដើម្បីរក្សាទុកសាច់ប្រាក់នៅក្នុងការវិភាគមួយនៅថ្ងៃទី20មិនិនាកាសែត The Wall Street Journal បានបញ្ជាក់ថាសង្គ្រាមនិងអតិផរណាគួរតែជាមិត្តភក្តិដែលជួយឲ្យមាសភ្លឺស្វាងប៉ុន្តែលើកនេះពួកគេមិនមែនទេតម្លៃមាសបានធ្លាក់ចុះដល់ទៅ 14% ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមអ៊ីស្រាអែលអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈមានហេតុផលជាច្រើនប៉ុន្តែការពន្យល់ដែលសមហេតុផលបំផុតគឺថាមាសបានក្លាយជាការជួញដូរដែលមនុស្សភាគច្រើនលើសលប់ដូចជាភាគហ៊ុនដែលជាទ្រព្យសកម្មដែលបានកើនឡើងយ៉ាងខ្លាំងមុនពេលសង្គ្រាមបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលវិនិយោគិនដកខ្លួនផ្នែកមួយនៃហេតុផលបានមកពីពាណិជ្ជករប្រើប្រាស់អានុភាពនៅពេលដែលពួកគេបានកាត់បន្ថយហានិភ័យពួកគេបានលក់ទ្រព្យសកម្មដែលពួកគេកាន់កាប់និងទិញទ្រព្យសកម្មដែលពួកគេបានលក់ចេញដែលនាំឲ្យមានការប្រែប្រួលមិនទៀងទាត់នៅក្នុងភាគហ៊ុនដែលពេញនិយមជាមួយមូលនិធិការពារហានិភ័យយោងតាម The Wall Street Journal វាពិបាកក្នុងការកំណត់វិសាលភាពនៃការខ្ចីប្រាក់ដើម្បីទិញមាសប៉ុន្តែវាច្បាស់ណាស់ថាលោហៈដ៏មានតម្លៃនេះបានទាក់ទាញដើម្បីវិនិយោគយ៉ាងច្រើននៅក្នុងរយៈពេល1ឆ្នាំកន្លងមកនេះត្រូវបានបង្ហាញដោយការទិញយ៉ាងសកម្មនៃមូលនិធិជួញដូរមាសធំជាងគេ ETF គឺ SPDR Gold Share កាលពីរដូវស្លឹកឈើជ្រុះមុនស្ថានភាពនេះបានក្លាយជាធ្ងន់ធ្ងរខ្លាំងដែលតម្លៃមាសនិងភាគហ៊ុនវិនិយោគបានផ្លាស់ប្ដូរទៅជាទិសដៅដូចគ្នានៅពេលដែលអ្នកវិនិយោគចាប់ផ្ដើមកាត់បន្ថយមុខតម្លៃរបស់ពួកគេមាសបានស្ថិតក្រោមសម្ពាធមិនដូចគ្នានេះអាចមើលឃើញនៅក្នុងរបាយការណ៍របស់ Reuters អំពីវិនិយោគិនរត់គេចខ្លួនទៅរកសាច់ប្រាក់នៅក្នុងថ្ងៃដំបូងនៃចំនួននៅមជ្ឈមមុខពីក្នុងវិបត្តិបច្ចុប្បន្នមាសលែងជាគោលដៅដែលពេញចិត្តទៀតហើយប៉ុន្តែថែមទាំងបានក្លាយជាប្រភពសាច់ប្រាក់ងាយស្រួលសម្រាប់វិនិយោគិនដើម្បីគ្រប់គ្រងហានិភ័យក្នុងទ្រព្យសកម្មផ្សេងទៀតពីមុនវិបត្តិបាននាំឲ្យមានការទិញមាសប៉ុន្តែឥឡូវនេះវិបត្តិនាំឲ្យមានការលក់មាសនិងការកាន់សាច់ប្រាក់លើសពីនេះការចេញនៅទ្រព្យសកម្មជំនួសក៏បានធ្វើឲ្យថយចុះតួនាទីលេចធ្លោរបស់មាសក្នុងប្រព័ន្ធហិរញ្ញវត្ថុផងដែរនៅក្នុងខែមីនាឆ្នាំ2026លំហូរមូលធនសកលបានធ្វើពិធីសកម្មទៅជាបណ្ដាញផ្សេងដូចជាប្រេងដុល្លារអាមេរិកនិងសូម្បីតែទ្រព្យសកម្ម Digital យោងតាមគេហទំព័រមួយនៅថ្ងៃទី23មិនិនាតម្លៃប្រេងបានកើនឡើងខណៈពេលដែល Bitcoin ក៏បានកត់ត្រាថាការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរដែលបង្ហាញថាវិនិយោគិនកំពុងស្វែងរកឱកាសក្នុងថ្នាក់ទ្រព្យសកម្មចម្រុះជំនួសឲ្យការផ្ដោតលើមាសការប្រកួតប្រជែងនេះមានន័យថាមាសលែងកាន់កាប់តំណែងជាទ្រព្យសកម្មដែលមានសុវត្ថិភាពតែមួយគត់ដោយដែលធ្លាប់មានប៉ុន្តែក្លាយជាជម្រើសមួយក្នុងចំណោមទ្រព្យជាច្រើននៅក្នុងផលប័ណ្ណវិនិយោគកត្តាបច្ចេកទេសមិនអាចរំលងបានទេដោយសារមាសបានជួបប្រទះនឹងការកើនឡើងខ្លាំងមុនពេលមានការកែតម្រូវយោងតាម Reuters និង The Economic Times មាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលនៅដើមឆ្នាំ2026បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ2025នៅពេលដែលទីផ្សារបានចូលដល់ដំណាក់កាលប្រែប្រួលវិនិយោគិនបានយកប្រាក់ចំណេញដែលបង្កើតសម្ពាធធ្លាក់ចុះនេះគឺជាប្រតិកម្មទីផ្សារធម្មតាបន្ទាប់ពីរយៈពេលនៃកំណើនយ៉ាងឆាប់រហ័សប៉ុន្តែនៅពេលដែលផ្សំជាមួយកត្តាម៉ាក្រូសេដ្ឋកិច្ចដូចជាប្រាក់ដុល្លារអាមេរិកខ្លាំងនិងអត្រាការប្រាក់ខ្ពស់វាបានពង្រីកនិន្នាការធ្លាក់ចុះរយៈពេលខ្លីនៃមាសយើងអាចមើលឃើញថាទីផ្សារមាសបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្ដូររចនាសម្ព័ន្ធមាសលែងដំណើរការតាមគំរូប្រពៃណីវិបត្តិនាំឲ្យមានការកើនឡើងនៃតម្លៃទៀតហើយប៉ុន្តែត្រូវបានជះឥទ្ធិពលដោយប្រព័ន្ធអធិស្មុគស្មាញជាងមុនដែលក្នុងនោះប្រាក់ដុល្លារអាមេរិកអត្រាការប្រាក់និងលំហូរប្រាក់ដើរតួនាទីយ៉ាងសំខាន់មាសឥឡូវនេះមិនស្ថិតទេក្នុងតួនាទីរបស់វាក្នុងបរិបទនៃអស្ថិរភាពសកលនេះ
ឆ្លុះបញ្ចាំងពីការពិតដែលថាប្រព័ន្ធហិរញ្ញវត្ថុសកលកំពុងផ្លាស់ប្ដូរហើយច្បាស់ណាស់ថាលេងគ្រប់គ្រងដើម្បីបញ្យល់ពីអរិយាប័ត្រទីផ្សារទៀតហើយទោះបីជាយ៉ាងណាក៏ដោយការបដិច្ចខ្លួននេះអាចមិនមានជាអចិន្ត្រៃយ៍ទេក្នុងរយៈពេលខ្លីប្រសិនបើប្រាក់ដុល្លារអាមេរិកនៅតែរឹងមាំហើយអត្រាការប្រាក់នៅតែខ្ពស់វាអាចបន្តប្រឈមមុខនឹងសម្ពាធធ្លាក់ចុះឬប្រែប្រួលនៅចន្លោះតូចចង្អៀតទស្សនវិស័យសម្រាប់តម្លៃមាសភាគច្រើនអាស្រ័យលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនិងការវិវត្តនៃអតិផរណាប៉ុន្តែក្នុងរយៈពេលមធ្យមនិងរយៈពេលវែងដោយសារហានិភ័យភូមិសាស្ត្រនយោបាយនៅតែបន្តឬប្រព័ន្ធហិរញ្ញវត្ថុពិភពលោកប្រឈមមុខនឹងអស្ថិរភាពកាន់តែជ្រៅមាសទំនងជានឹងវិលត្រឡប់ទៅរកតួនាទីជាជំរកសុវត្ថិភាពបែបប្រពៃណីរបស់ខ្លួនវិញហើយការធ្លាក់ចុះបច្ចុប្បន្នអាចគ្រាន់តែជាការកែតម្រូវបណ្ដោះអាសន្នតែប៉ុណ្ណោះសូមអរគុណ